បែកធ្លាយឲ្យបងប្អូនក្រុមហ៊ុន Nutri-Rex បានផលិតកាហ្វេកោសិកាសុខភាពត្រូវបានគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជានិងបណ្ដាប្រទេសដូចជាវៀតណាមភូមាថៃជប៉ុននិងអូទ្រីសសហគមន៍អឺរ៉ុបក្រុមហ៊ុនស្នាដៃគុនខ្មែរបានផលិតកាហ្វេកោសិកាសុខភាពដែលផ្សំពីធម្មជាតិនិងរុក្ខជាតិ50មុខផលិតដោយបច្ចេកវិទ្យា3ប្រទេសរួមបញ្ចូលគ្នាមាន Quantum AI របស់សហរដ្ឋអាមេរិក Nano Nutrition របស់ចក្រភពអង់គ្លេសនិង Advanced Organic របស់ជប៉ុននិងមានការទទួលស្គាល់ដោយស្ថាប័ន11ជាការពិតណាស់សុខភាពពិតជាសំខាន់បច្ចុប្បន្ននេះស្ថានភាពជំងឺមិនឆ្លងកំពុងតែកើនឡើងមិនថាមនុស្សចាស់ឬក្មេងឡើយដូចជាជំងឺសរសៃឈាមបេះដូងជំងឺមហារីកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺទឹកនោមផ្អែមជំងឺក្រពះពោះវៀនជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាដើមដោយសារការទទួលទានរបបអាហារមិនត្រឹមត្រូវឬដោយកត្តាផ្សេងៗជាច្រើនទៀតហើយជាក់ស្ដែងសប្តាហ៍ថ្ងៃនេះមានមនុស្សជាច្រើនបាននឹងកំពុងស្វែងរកឱសថព្យាបាលអាហារបំប៉នដើម្បីព្យាបាលនិងថែរក្សាសុខភាពចង់បានផលិតផលជាអាហារកោសិកាដែលផលិតដោយបច្ចេកវិទ្យាប្រើនិងពិសាដោយទំនុកចិត្តភាពជឿជាក់គ្មានសារធាតុគីមីមានស្ថាប័នទទួលស្គាល់ច្បាស់លាស់ពេលនេះអស់ក្តីបារម្ភទៀតហើយក្រុមហ៊ុន Nutri-Rex បានផលិតកាហ្វេកោសិកាសុខភាពកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរក្រោយបានពិសាហើយបានជួយឲ្យសុខភាពរបស់ពួកគាត់បានធូរស្បើយនិងចំណាយថវិកាតិចព្រោះជាកាហ្វេដែលមានគុណភាពនិងរូបមន្តផ្សំពីរុក្ខជាតិនិងធម្មជាតិដែលផលិតឡើងដោយស្នាដៃគុនខ្មែរនេះបើយោងតាមសម្ដីអតិថិជនជាច្រើនអ្នកពួកគាត់បានលាន់មាត់គ្រប់គ្រងគ្នាថាពិតជាអស្ចារ្យណាស់ទីបំផុតកូនខ្មែរអាចផលិតកាហ្វេកោសិកាថែរក្សាសុខភាពដែលអាចជួយសម្រួលរាល់បញ្ហាសុខភាពពីជំងឺមិនឆ្លង NCD និងបញ្ហាផ្សេងៗបានហើយបាននិយាយពីគុណភាពវិញបានប្រើឲ្យពិតជាជាប់ចិត្តដិតអារម្មណ៍ណាស់ក្នុងការដោះស្រាយបញ្ហាសុខភាពមិនថាអ្នកមានបញ្ហាផ្លូវភេទចុះខ្សោយនោះទេសូមបញ្ជាក់ផងដែរថាក្រុមហ៊ុន Nutri-Rex ដែលមានកាហ្វេកោសិកាសុខភាពកំពុងទទួលបានការគាំទ្រខ្លាំងតែកូនខ្មែរយើងនៅតែអាចបន្តរូបមន្តទុកកេរដំណែលពីដូនតានិងបានធ្វើកំណែទម្រង់ថ្មីតាមបច្ចេកវិទ្យាថ្មី AI ធ្វើឲ្យកាហ្វេដែលមានគុណភាពប្រសិទ្ធភាពនិងមានសុវត្ថិភាពថែមទាំងត្រូវបានត្រួតពិនិត្យនិងទទួលស្គាល់ស្តង់ដារអន្តរជាតិសូមស្ដាប់វីដេអូទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវពេលនេះខ្ញុំឈ្មោះចាន់វ៉ាន់លីណាមកពីខេត្តកំពង់ស្ពឺហើយមានអាការៈដូចជាឈឺសន្លាក់ហើយនឹងលាកពោះវៀនធំនេះខ្ញុំនិយាយថាមរយកាលកន្លងមកវាសភាពនឹងវាឈឺយូរដែរហើយប៉ុន្តែដល់ពេលហ្នឹងក្នុងការប្រើថ្នាំពេទ្យឲ្យតែគេប្រាប់ថ្នាំអីក៏ឲ្យយើងសាកល្បងតែវាអត់ជាវាអត់ថាសះស្បើយណាតែដល់ពេលក្រោយមកខ្ញុំមានដំណឹងមួយពីមិត្តភ័ក្តិហើយនឹងក្រុមការងាររបស់ក្រុមហ៊ុន Nutri-Rex គាត់ថាទៅសាកល្បងប្រើកាហ្វេហ្នឹងមើលគីឡូបានធូរអញ្ចឹងពីការដែលយើងងាកបន្តិចឈឺជង្គង់បន្តិចឈឺចង្កេះងាកជាប់អត់រួចដល់ពេលអធិស្ឋានអ៊ំត្រីកាត់បន្តិចចុះអ៊ំត្រីមានបញ្ជនប្រហែលហើយចាខ្ញុំមានអាយុ67ហើយអ៊ំត្រីមានអាការឈឺសន្លាក់អីហ្នឹងតសៃហ្នឹងប្រហែលឆ្នាំដែរឈឺដូចយូរឆ្នាំហើយលោកគ្រូអាសាតែដូចអញ្ចឹងអាសាអាការឈឺសន្លាក់ហ្នឹងមកពីមកពីការហូបអាហារមកពីអាសាដួលម៉ូតូដួលម៉ូតូទៅយើងលុតជង្គង់ចាវានិយាយតែឈឺរ៉ាំដៃឈឺរហូតយើងចេះតែរៀងរកសុទ្ធណាដែលថានឹងព្យាបាលបានអញ្ចឹងណាចាហើយដល់ពេលក្រោយមកទៀតខ្ញុំគាត់ថាគេថាទៅញ៉ាំកាហ្វេនៅក្រុមហ៊ុនទៅខ្ញុំថានឹងកាហ្វេណាទៅបើហូបអស់ឆ្នាំមកកោកហើយតែត្រឹមកាហ្វេជាខ្ញុំនៅក្នុងចិត្តថាអញ្ចឹងកាហ្វេណាក៏អស់ចាស់ដល់កាហ្វេណាអស់ចាស់ខ្ញុំក៏សាកបងថាចាស់ទៅក៏ទៅហើយក៏ខ្ញុំមើលពីការណែនាំលោកគ្រូដូចជាលោកគ្រូពេទ្យលោកគ្រូសាក់ដឹកនាំនៅកន្លែងនេះក៏ខ្ញុំសាកចោះឈ្មោះមើលយកទៅញ៉ាំតែពេលញ៉ាំបានតា6កញ្ចប់តូចហ្នឹង6កញ្ចប់តូចមកប្រអប់វានេះវា25កញ្ចប់ចាហើយទៅខ្ញុំអស់6កញ្ចប់តូចទៅដូចជាងើបឡើងដូចលែងឈឺចង្កេះហើយដើរទៅដូចអត់ជាប់ជង្គង់
ហើយពេលយើងឡើងចដាអត់អស់ជើងទៀតទេថ្ងៃដែលមកយូធីរិចដំបូងគឺខ្ញុំអស់ជើងឡើងចដាហ្មង បាទ ពេលក្រោយមកអញ្ចឹងបានថានេះជាការប៉ັດមិនមែនចេះតែយើងនិយាយឬក៏ក្រុមហ៊ុនជួលខ្ញុំមកនិយាយអត់ទេជាការប៉ັດចេញពីខ្លួនឯងផ្ទាល់ចាហើយទៅបញ្ហាកាពះចឹងដែរកាពះប្រពៃធំខ្ញុំតែងតែក្តៅណាព្រោះក្តៅញ៉ាំអីទៅมันខុសទំនងគឺក្តៅហ្មងរហូតដល់យកទឹកកសែងខ្ញុំមកដាក់ពីលើអញ្ចឹងណាដើម្បីឲ្យត្រជាក់អញ្ចឹងណាហើយយើងមិនដឹងទៅរកអីមើលអស់ចម្លេះក្នុងការចាអស់ចម្លេះទៅរកឆ្នាំឯណាមើលក៏ឲ្យតែគេប្រាប់ថាអត់សតនេះផ្កាអីចេះទៅតាមគេហើយទៅវាអត់កើតដល់ពេលហើយយើងមកញ៉ាំញូទ្រីរិចនេះដូចជាវារៀងស៊ូត្រា70%បាទចាទៅ80%បាទសួរអ្នកគ្រូពេលឡើងចដើឥឡូវឡើងវឹកមកលេខអស់ជើងហើយរហូតមកដល់បច្ចុប្បន្ននេះហូបអស់ប្រមាណប្រអប់ហ្នឹងហើយឥឡូវហូបអស់ខ្ញុំទៅហូបអស់4ប្រអប់4ប្រអប់ណាទៅដល់4ប្រអប់ប៉ុន្តែធូរបានដល់70%ណាចាធូរប៉ុន្តែគ្រាន់តែថាទោះបីអស់4ប្រអប់ក៏ដោយប្រហែលក៏ដោយក្នុងការរោគបើយើងវាក្នុងខ្លួនធូរស្រាលមែនតើណាក៏នៅតែញ៉ាំបន្តអត់ចោលទេដើម្បីវាធូរស្រាលកុំឲ្យទៅឆ្នាំពេទ្យអស់ច្រើនណាឆ្នាំពេទ្យត្រូវឆ្នាំពេទ្យញ៉ាំទៅវាប៉ះពាល់ផ្សេងទៀតចឹងណាតាមតកាគេកំណត់គេថាអូតែនោះបកាទៅគេទៅស្អីគេកំងឆ្នាំលៀនប្រហែលញ៉ាំ5ថ្ងៃអីនេះ200000ជាងអីអញ្ចឹងវាអត់មានអីនៅក្នុងខ្លួនសោះណាបងអញ្ចឹងមកថាឥឡូវខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់ពុកម៉ែទាំងពុកម៉ែមីអ៊ំពូយាយតាទាំងអស់ដែលថាគាត់មានជំងឺអាការៈរោគដូចខ្ញុំសូមចូលសាកបងទីមួយថាសាកបងសិននឹងខ្ញុំសិនអញ្ចឹងចាសាកបងទៅហើយនឹងមានការធូរស្បើយជាបន្តបន្ទាប់ដូចខ្ញុំថាខ្ញុំឈឺអស់ច្រើនក៏ប៉ុន្តែដល់ពេលមកដល់ញូទ្រីរិចខ្ញុំដូចកម្លាំងអីធម្មតាហើយនឹងការរោគក៏ធូរស្បើយហើយខ្ញុំសូមនិយាយមួយទៀតដូចយើងចង់សាកបងថាថ្ងៃនេះខ្ញុំអត់ញ៉ាំបាយទេពេលព្រឹកខ្ញុំអត់ញ៉ាំបាយឬក៏ពេលល្ងាចខ្ញុំអត់ញ៉ាំបាយទេខ្ញុំញ៉ាំតែកាហ្វេមួយប្រអប់ទេគេមកក្រោយដល់អត់មានអស់កម្លាំងហ្នឹងជាការពិតហ្មងមិននិយាយរីសោយទេគឺជាការពិតហ្មងព្រោះយើងខ្ញុំសាកអស់ច្រើនណាស់ចាបាទអរគុណច្រើនចាអញ្ចឹងសូមបងប្អូនដែលមានអាការៈរោគនៅខាងដោយខាងខ្ញុំសូមនាំគ្នាមកសាកបងមើលតើយ៉ាងម៉េចដែរណាអញ្ចឹងអរគុណជំរាបលា